លោកស្រីប្រធាននាងខ្ញុំទិញចេញចាក់លេងមកឲ្យពិសាសូមលោកស្រីផ្ដល់កិត្តិយសអញ្ជើញពិសាចាអូសុំទោសផងខ្ញុំមិនហូបជាដាច់ខាតយកទៅឲ្យអ្នកដទៃពិសាជំនួសចុះណាអរគុណចាមិនអីទេអញ្ចឹងខ្ញុំបោះចោលក៏បានដែរព្រោះមិនចង់យករបស់ដែលមានអ្នកបដិសេធហើយទៅឲ្យអ្នកបន្ទាប់ទេល្មិចហ្នឹងសីតានេះនិយាយដូចជាអន់ចិត្តអត់អីទេលោកស្រីប្រធានខ្ញុំសុំលាសិនហើយនេះលោកស្រីប្រធានខ្ញុំទិញបងក្រួចលីងបាល់ម្ទេសឆ្ងាញ់កុហកកាហាយសូមលោកស្រីប្រធានមកតាភ្លក់ហូល្អណាស់ក៏ហួយខ្ញុំកំពុងចូលចិត្តអារបស់នឹងផងអរគុណច្រើនណាស់ដែលបានទិញខ្ញុំនឹងស៊ីវាឲ្យអស់ក្នុងពេលឥឡូវនេះស៊ីជំនួសបាយក៏ព្រមដែរព្រោះជាចំណូលចិត្តខ្ញុំហើយណែខ្ញុំចង់ជម្រាបរឿងមួយមេគឺនាងដាវាអន់ចិត្តនឹងមេថាមេលំអៀងរបស់វាទិញឲ្យមិនហូបទេតែរបស់ខ្ញុំទិញឲ្យហូបទាំងអស់តែខ្ញុំក៏ថាទៅវាថាមកវិស័យដាឯងនឹងទិញរបស់ញ៉ាំចម្លែកពេកទៅលោកស្រីប្រធានគាត់មិនប្រសាតែតាមគំនិតខ្ញុំមិនមែនថាខ្ញុំបដៅមេអីទេគ្រាន់តែថារបស់ខ្លះទោះចូលចិត្តឬមិនចូលចិត្តក៏ចេះតែទទួលយកសិនទៅចាំពេលគេចេញផុតហ្នឹងចាំយកទៅជះចោលឲ្យឆ្កែស៊ីកុំបដិសេធមុខគេអញ្ចឹងនាំតែគេអន់ចិត្តណាមេមិនអញ្ចឹងទេក៏ហួយមកពីខ្ញុំមានហេតុផលរបស់ខ្ញុំគឺថាមិនអីទេខ្ញុំមានហេតុផលរបស់ខ្ញុំពេលខ្ញុំជួបនាងខ្ញុំនឹងប្រាប់នាងដែលខ្លួនឯងឥឡូវក៏ហួយឯងទៅធ្វើការដកកដូចភ្នំបន្តទៅកុំចេះបោបាច់ច្រើនណែក៏ហួយមានដឹងទេថាខែថ្មីឱកាសថ្មីឱកាសឈ្នះរង្វាន់ iPhone ជាច្រើនស៊េរីដែលគ្រាន់តែលោកអ្នកធ្វើការបញ្ចូលលុយឬភ្ជាប់គម្រោងកាដូចាប់ពី$1ឡើងទៅតាមរយៈ App eMoney, ABA, Aclida ឬ Wing ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31ខែកក្កដាឆ្នាំ2026លោកអ្នកនឹងទទួលសារជូនដំណឹងលេខកូដ8ខ្ទង់ពីមិត្តហ្វូនដើម្បីចូលរួមចាប់រង្វាន់ប្រចាំខែរួមមាន iPhone Air 1រង្វាន់ iPhone 14 Pro Max 1រង្វាន់ iPhone 15 Pro Max 1រង្វាន់ការចាប់រង្វាន់នឹងប្រព្រឹត្តទៅនៅរៀងរាល់ថ្ងៃទី4នៃខែបន្ទាប់វេលាម៉ោង10ព្រឹកតាមរយៈការផ្សាយផ្ទាល់លើ Facebook Page និង YouTube Channel ផ្លូវការរបស់មិត្តហ្វូនសម្រាប់ព័ត៌មានបន្ថែមសូមខលទៅលេខ1204ឬ097 9097 097 ជំរាបសួរលោកស្រីប្រធានខ្ញុំបានធ្វើអីខុសទៀតហើយមែនទេបានជាលោកស្រីប្រធានហៅមកស្ដីឲ្យទាំងបលឹមអល់បែបនេះមិនតាន់ទេអារឿងស្ដីឲ្យនឹងចាំពេលក្រោយតែខ្ញុំឮមហាជននិយាយតគ្នាមកថាស្រីដាឯងនឹងអន់សពុនចិត្តដែលឯងនឹងទិញជីងចក់លេងមកឲ្យខ្ញុំហូបហើយខ្ញុំបដិសេធមិនហូបព្រោះវាមានហេតុផលដ៏ធ្ងន់ធ្ងរមួយដែលឯងមិនបានដឹងគឺថាកាលពីតូចនឹងកូនស្រីខ្ញុំទៅស្ទូចត្រីជាមួយប៉ាគាត់ហើយចាប់បានកូនកពើមួយពេលនោះកូនស្រីបានយកមកឲ្យខ្ញុំហេតុតែស្រឡាញ់កូនចូលចិត្តលើកទឹកចិត្តកូនពេកទោះបីជាកពើជាសត្វដែលខ្ញុំខ្លាចបំផុតក៏ដោយខ្ញុំបែរជាកុហកថាអូយសត្វកពើម៉ាក់ចូលចិត្តណាស់កូនស្រីខ្ញុំលឺអញ្ចឹងហើយសប្បាយចិត្តណាស់តាំងពីពេលនោះមកកូនស្រីមេបានយកសត្វកពើមកជៀនឲ្យហូបរាល់ថ្ងៃមែនទេវាធ្ងន់ជាងនឹងទៅទៀតគឺកូនស្រីខ្ញុំតែងតែទៅនេសាទកពើឲ្យខ្ញុំដោយតែងតែគិតក្នុងចិត្តថាខ្ញុំពិតជាចូលចិត្តសត្វកពើមែនមានថ្ងៃមួយនាងបានយកកពើដ៏ធំមួយមកតម្លាក់លើគ្រែខ្ញុំកំពុងអាដេកនេះខ្ញុំខ្លាចតែហួសពេលនឹងប្រាប់ការពិតព្រោះបានជាជ្រុលកុហកទៅហើយមានថ្ងៃមួយទៀតនោះជាថ្ងៃសម្រាកកូនស្រីខ្ញុំបាននាំខ្ញុំមកលេងអាងកពើពេលហ្នឹងខ្ញុំភ័យពេកឡើងឈាមឡើងបេះងាប់មកទល់ពេលនេះកូនស្រីខ្ញុំនៅតែមិនដឹងថាខ្ញុំខ្លាចកពើទេនៅតែគិតថាខ្ញុំចូលចិត្តកពើដដែលហ្នឹងអញ្ចឹងក្រោយមកលោកស្រីបដិញ្ញាថាត្រូវតែហ៊ាននិយាយការពិតចេញពីចិត្តខ្លាចគេយល់ខុសព្រោះការក្រាញ់ចិត្តបង្កជាផលលំបាកទៅថ្ងៃក្រោយមួយជីវិតមែនទេត្រឹមត្រូវហើយតែឯងទិញហ្នឹងក៏មិនតំណងដែរត្រីអាំងមាន់ស្ងោរកកោកមិនព្រមទិញមកទេមកទិញជីងចក់អីណាស៊ីកើតទោះគួរមិនគួរហ្នឹងក៏ខ្ញុំត្រូវតែបដិសេធដាច់អហង្ការជាដរាបខ្លាចរងគ្រោះព្រោះការគួរសមកុំគួរសមជ្រុលដល់ថ្នាក់កុហកការពិតថ្ងៃក្រោយដឹងការពិតខ្លាចចិត្តព្រោះមិនហ៊ាននិយាយការពិត